សួស្តីបងខ្ញុំឈ្មោះគីគៀងឡុងគឺជាសហគ្រិនម្នាក់គឺនៅក្នុងក្រុមហ៊ុន Sunrise Pepper Cambodia Import Export Co Ltd ដែលម៉ាកផលិតផលរបស់យើងគឺឈ្មោះ Sunrise ម្រេចកំពត Pepper បាទតាក់ទងជាមួយនឹងក្រុមហ៊ុនរបស់យើងគឺមានការបង្កើតឡើងគឺរយៈពេល3ឆ្នាំជាងហើយគឺផលិតផលរបស់យើងគឺរាល់ថ្ងៃគឺមានតែនៅក្នុងស្រុកសិនទេគឺដោយសារតែយើងកំពុងរៀបចំជាមួយនឹង certificate standard មួយចំនួនដើម្បីធ្វើការនាំចេញហើយក៏ជាឱកាសដែរគឺពេលវេលានេះគឺជាពេលវេលាដែលសមស្របមែនទែនដែលយើងឃើញថាគឺប្រទេសជាតិរបស់យើងគឺកំពុងតែគ្រប់គ្រងខ្លាំងជាមួយនឹងផលិតផលក្នុងស្រុកយើងក៏សង្ឃឹមថាគឺឆាប់គឺផលិតផលយើងក៏អាចនាំចេញទៅក្រៅប្រទេសបានដូចគ្នាខាងពួកយើងគឺជាម្រេចកំពតសរីរាង្គតាក់ទងជាមួយនឹងការដាំដុះហើយតាក់ទងមួយការថែទាំគឺយើងទទួលបានទិន្នផលមួយសន្មមជាផលិតផលសរីរាង្គហើយការលក់នៅតាមទីផ្សារគឺយើងបានច្រើនគួរសមដែរគឺអត់ដែលថាយើងនៅសល់គឺមានតែការកង្វះខាតនៃផលិតផលរបស់យើងការរំពឹងទៅថ្ងៃមុខគឺយើងសង្កេតឃើញថាបើសិនជាផលិតផលក្នុងស្រុករបស់យើងមានការកើនឡើងមានការគាំទ្រពីប្រជាជនខ្មែរយើងជាមួយនឹងក្រៅស្រុកកាន់តែច្រើនខ្ញុំសង្ឃឹមថាយើងទទួលបានផលវិជ្ជមានមួយចំនួនគឺតាក់ទងជាមួយនឹងកសិករផលយើងគឺទទួលបានប្រាក់ចំណូលគឺកាន់តែច្រើនទៅដោយសារតែឱកាសការងារផលគាត់គឺបានកាន់តែច្រើនទៅដូចគ្នាខ្ញុំគិតថាគឺតាក់ទងជាមួយនឹងការដាំដុះតិចនិចក្នុងការផលិតផលយើងគឺខ្ញុំគិតថាវាអាចនឹងល្អទៅដូចគ្នាគឺនឹងសង្ឃឹមថាតាក់ទងជាមួយនឹងម្រេចគឺបងបានដឹងស្រាប់ហើយគឺជាផលិតផលមួយអាចជាផលិតផលតំណាងជាតិដូចគ្នាដោយសារតែឱជារសនៃម្រេចផលយើងគឺគេទទួលស្គាល់ក្នុងពិភពលោកហើយក៏សង្ឃឹមថាម្រេចនឹងក្លាយទៅជាផលិតផលតំណាងជាតិមួយធ្វើឲ្យពិភពលោកបានស្គាល់និងទទួលយកជាមួយនឹងផលិតផលផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជាយើងបានដូចគ្នាតាក់ទងជាមួយនឹងរាជរដ្ឋាភិបាលគឺពួកយើងគឺពិតជាក្នុងនាមជាកសិករជាសហគ្រិនមួយរូបគឺពួកខ្ញុំគឺពិតជាអរគុណមែនទែនចំពោះការគ្រប់គ្រងជាមួយនឹងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាក់ទងជាមួយនឹងឱកាសជាច្រើនឧទាហរណ៍ដូចជាការតាំងពិព័រណ៍នេះក្តីគឺមានន័យថាគឺយើងបានបង្ហាញជាមួយនឹងផលិតផលជាតិយើងជាច្រើនដើម្បីអាចឲ្យគឺអតិថិជនតាក់ទងជាមួយនឹងអ្នកវិនិយោគជាច្រើនគឺគាត់បានយល់ឃើញជាមួយនឹងផលិតផលនៅក្នុងស្រុកយើងដែលជាផលិតផលដែលមានគុណភាពគឺខ្ពស់មែនទែនបាទសង្ឃឹមថាទៅថ្ងៃមុខទៀតតាក់ទងជាមួយនឹងឯកសារក្តីក្នុងការនាំចេញសង្ឃឹមថានឹងមានការគ្រប់គ្រងយ៉ាងមុតមាំពីខាងរាជរដ្ឋាភិបាលដើម្បីឲ្យផលិតផលខ្មែរយើងគឺកាន់តែនាំចេញច្រើនទៅពិភពលោកបានស្គាល់បាទ